មិនដាក់ខ្ញុំមកលឿនណាខ្ញុំឃ្លានណាស់ចាំតែញអូនប្រហុកនឹងស្អុយល្មមឆ្ងាញ់សាបមិនសាបប្រៃមិនប្រៃពេញចិត្តត្មងខ្ញុំឆ្ងាញ់ណាស់នាងអើយហើក៏ឆ្ងាញ់ណាស់នេះអត់ទេលុយខ្ញុំអុយលឺអរគុណស្អែកកុំភ្លេចឆៃទៀតណាអូឲ្យតែឲ្យលុយច្រើនអញ្ចឹងអូកុំទៅភីចាំខ្ញុំអូនច្រើនជាងនឹងទៅទៀតណាមិនមែនបានតពួននោះទេណាឆ្ងាញ់ដូចឆ្ងាញ់ណាឆ្ងាញ់មែនទេបងអូណាស់ហើយប្រទេសខ្ចីឆ្ងាញ់ណាស់អ៊ំវាអើយខ្ញុំឲ្យច្រើនជាងគេអរគុណខ្ញុំក៏ឲ្យដល់ហើយនេះភ្លេចសួរហើយមីអូនឯងឈ្មោះអីចាចាំចាន់អូយឈ្មោះក៏ពីរੂស្អែកកុំភ្លេចមកលក់ទៀតណាចាបងអស់បាត់ឃើញទេចាចាទៅចង់ឆ្ងាញ់ដល់ឡើងនេះអើយមិនភ្លេចទៀតណាភ្លេចទេទីខ្ចីតិចមកហិលណាស់ជាប់ចិត្តត្មងណាខ្ញុំសានមែនទេដីដែលគេបញ្ចាំយើងគឺមានទាំងស្រះឈូកនេះដែរទើបបងព្រមទទួលព្រោះបងដឹងថាអូនស្រឡាញ់ផ្កាឈូកណាលោកបងនៅចាំបានដែរមែនទេថាអូនចូលចិត្តផ្កាឈូកបងចាំបានគ្រប់យ៉ាងទាំងអស់អ្វីដែលតាក់ទងជាមួយនឹងអូនពិតជាមានសេចក្តីសុខណាស់ដែលបានបងធ្វើជាស្វាមីលោកបងអូនចង់បានផ្កាឈូកខ្លះយកទៅថ្វាយព្រះព្រោះអីថ្ងៃស្អែកនេះជាថ្ងៃសិលព្រោះចុះផលីគេតាណាបាត់ហើយចាំបងទៅតាមគេឲ្យមកបេះផ្កាជួយអូនចាលោកបងខ្ញុំណៃទេដាក់គ្មានភ្នែកទេបានជាមកបោកមនុស្សទាំងរស់អញ្ចឹងសុំទោសខ្ញុំអត់មានចេតនាទេហើយថ្លៃខូចខានទៅប្រហែលនោះចាំខ្ញុំចេញសងវិញចាមិនអីទេលោកបងមានរឿងអីបងបានធ្វើឲ្យនំបញ្ចុកគេកំពុះអស់លេងទៅហើយមិនអីទេគ្រាន់តែកំពុះទឹកសាឡនតែងទួញបែកឆ្នាំងប៉ុណ្ណឹងខ្ញុំអាចតែងថ្មីវិញបានមិនកើតទេនាងលក់នំតែងទួញអញ្ចឹងតើចំណេញបានប៉ុន្មានទៅពេលនេះខ្ញុំមិនបានជាប់ប្រាក់មកជាមួយទេប៉ុន្តែខ្ញុំនឹងសងថ្លៃនំនាងទាំងអស់ហ្នឹងណានាងចាំតែយកនៅផ្ទះលោកអង្គញាវងពិសិដ្ឋទៅនាងអាចសួរអ្នកនៅក្បែរផ្សារបានអ្នកណាក៏ស្គាល់ផ្ទះលោកអង្គញាវងពិសិដ្ឋដែរចាអរគុណលោកជំទាវតើលោកបងផាលីកំពុងចុះបែបផ្កាឈូកនៅខាងនោះប្រហែលជាគ្រប់គ្រាន់ហើយតោះខ្ញុំលាហើយចាញ់ជេតើនាងអាំងខ្លួននាងជាភរិយាអ្នកមានទ្រព្យធ្វើជាអាណិតអាសូរដល់យើងមែនទេនាងស្អាតដោយសារតែគ្រឿងអលង្ការទេបាននិយាយពីរូបរាងវិញស្អាតមិនដល់យើងឡើយធ្វើចិត្តល្អមិនចង់ដាក់ទៀនមិនមែនជាការដាក់ទៀនទេប៉ុន្តែជាការសង្គ្រោះទៅវិញទេចាបើជួយចង់បានព្រួនស្រ័យមិនបាច់ជួយទេនាងមុខចោលអូយយ៉ាងម៉េចពេលឈឺយកតម្រៃទៅបន់ដល់ពេលស្រន់យកពងមាត់ទៅថ្វាយអញវិញអញ្ចឹងនាងខ្ពៀងនាងចប់ខ្ពៀងនាងចប់បងឆ្នុកឯងនេះច្បាច់មិនស្រួលដូចជាបងសោយសោះនៅក្បែរយូរហើយនៅតែមិនទាន់មានជំនាញដូចបងសោយទៀតរួចជាបងសោយទៅណាហើយចាលោកជំទាវធំបងសោយគាត់ទៅផ្សារទិញម្ហូបដែលលោកជំទាវម៉ាលីនឹងចូលចិត្តព្រោះបងសោយគាត់មិនហ៊ានមកដល់ពួកខ្ញុំទេនាំគ្នាទៅដល់ណាខ្លះទៅកូនហ៎ចាអ្នកម៉ែគឺកូនទៅមើលដីស្រះឈូកដែលគេទៅតែបញ្ចាំ
ហើយទៅតាក់តងទិញដីបន្ថែមដើម្បីពង្រីករោងជាងចម្លាក់របស់យើងអ្នកម៉ែ គេថាសម្រាប់យងដីស្រីយងប្រុសមែនណែកុំគិតតែពីរឿងជួយការងារប្តីខ្លាំងពេកគិតរឿងខំរកចៅម៉ែពោផងសន្យាគ្រប់មនុស្សប្រុសស្រីគ្រប់ត្រូវមានស្នេហាមានជួបមានព្រាត់ជារឿងធម្មតាអូនឃើញទេមិនថាមេឃធំប៉ុណ្ណាមានដួងផ្កាយរះច្រើនឥតកណនីប៉ុន្តែមេឃបងត្រូវការដួងចន្ទ្រាតែមួយគត់លើកដង្កើងឲ្យរះបំភ្លឺផ្ទៃមេឃដែលមិនអាចព្រាត់គ្នាបានឡើយដូចជារូបអូនម្លិះនិងបងនៅក្នុងពេលនេះអ ប៉ុ ញ្ចឹ ន្ ង តែទោះជាយ៉ាងណាក៏ផ្ទៃមេឃនៅតែត្រូវការដួងផ្កាយចម្រុះពណ៌មកអែបអងដែរមែនទេ មិនមែនទេបងមិនត្រូវការពលឺផ្កាយឡើយមានដួងច័ន្ទតែមួយក៏គ្រប់គ្រាន់ហើយឲ្យបងសុំកូនមួយមកព្រោះវាជាតំណាងនៃសេចក្តីស្រឡាញ់នៃគូជីវិតរបស់យើងទាំងពីរណា បងដូចតែម៉ែម្នាក់ទៀតហើយអូនខ្ជិលនិយាយជាមួយបងណាចូលគេងហើយ ណែអូនចង់ទៅគេងមុនបងមិនបានទេត្រូវនិយាយគ្នាដឹងរឿងសិន តែអូនថាគ្មានរឿងអីទេ តោះព្រមលិខិតពិតជាលេងសើចជាមួយយើងមែនអ្នកដែលចង់បានកូនបែរជាមិនបានចម្លែកអ្នកដែលមិនចង់បានបែរជាមករាប់មិនអស់ទៅវិញចម្លែកណាស់